ដោយសារតែយើងមានសុខមានសន្តិភាពទើបយើងអាចធ្វើបុណ្យនេះបានដោយសារយើងរស់នៅក្នុងប្រទេសដែលមានសន្តិភាពទើបយើងមានឱកាសអាចធ្វើបុណ្យនេះបានបើកុំមានសន្តិភាពបើកុំមានសិទ្ធិសេរីភាពនៅក្នុងជំនឿសាសនាទាំងញោមទាំងអាត្មាមិនបានមកអង្គុយជុំគ្នាអញ្ចេះទេដូច្នេះដោយសារបុណ្យកុសលភ័ព្វព្រេងសំណាងនៃប្រទេសកម្ពុជាយើងបានទទួលនៅសុខសន្តិភាពមានសិទ្ធិមានសេរីភាពក្នុងជំនឿសាសនាអនុញ្ញាតឲ្យដំណើរការវត្តអារាមឡើងវិញព្រះសង្ឃក៏អាចឲ្យសិក្សារៀនសូត្រសិក្សាភាសាបាលីដីកាកពីធរអាដោយសារថ្នាក់ដឹកនាំបានយកចិត្តទុកដាក់បម្រើដល់ប្រជាជនតាមតម្រូវការស្រុកបានសន្តិភាពស្រុកបានស្រួលបួលប្រជាជនខ្វះស្រូវពូជទៅរស្រូវពូជខ្វះម៉ាស៊ីនបូមទឹកទៅរម៉ាស៊ីនបូមទឹកខ្វះដំណាំរដំណាំប្រសង់សិក្សាត្រូវការបួសឲ្យបួសត្រូវការវត្តឲ្យវត្តត្រូវការឲ្យរៀនឲ្យសូត្ររហូតមកដល់ពេលនេះមានការកែលម្អនៅរចនាសម្ព័ន្ធដែលវាបាក់វាបែកវាខូចវាទ្រុឌវាទ្រោមទៅរបស់ណាដែលវាកែមិនបានទេក៏នាំគ្នាជួសជុលធ្វើឡើងវិញជាថ្មីរបស់ណាកែបានក៏កែប្រែដើម្បីបំពេញតម្រូវការរបស់ប្រជាជនខ្មែរធ្លាប់មានប្រវត្តិតក់ស្លុតដោយសារសង្គ្រាមប៉ុន្តែសាសនាជាអ្នកលួងចិត្តប្រជាជនឲ្យខំធ្វើអំពើល្អឡើងវិញត្បិតថាបុណ្យកុសលទេពតាវត្ថុស័ក្តិសិទ្ធិនឹងជួយថែរក្សាអ្នកណាមានបុណ្យអ្នកណាមានយុះអ្នកណាមានសេរីវត្តបារាយជាន់ដែកដែលត្រូវខ្ទេចខ្ទាំដោយវត្តដតីបិទបាំងឃុំឃាំងធ្វើជាកន្លែងទរណកម្មសម្រាប់មនុស្សឥឡូវបានคล้ายទៅជាទីសក្ការៈមួយដ៏គួរឲ្យជ្រះថ្លាគួរឲ្យគោរពបូជាព្រះវិហារជាស្នាដៃរបស់ដូនតាដែលបានខំកសាងមកមានវ័យចាស់ជរាក៏ដោយក៏អាចឧត្តមកែសម្រួលឡើងវិញដើម្បីទុកជាស្នាដៃទុកជាគ្រឿងសក្ការៈជាអ្នកកាន់ពុទ្ធសាសនាថែរក្សាគេដំណើរដូនតារបស់យើងឲ្យរស់ឲ្យរៀនឲ្យមានជីវិតបន្តទៅមុខទៀតដូច្នេះថ្ងៃនេះចាត់ទុកថាយើងមានសំណាងបានមកអង្គុយជួបជុំគ្នាធ្វើបន់ជុំគ្នាចឹងទៅឲ្យកើតឡើងក្នុងស្រុកសន្តិភាពតរៀងទៅមុខទៀតញោមណាកុំឲ្យមានសង្គ្រាមចម្បាំងរាំងជលអីកើតឡើងទន្ទឹមនឹងការដែលឆ្លងសមិទ្ធិតាមបែបជំនឿពុទ្ធសាសនាអាត្មាភាពក៏សូមអរតនីរឿងរ៉ាវតាក់ទងទៅនឹងពុទ្ធសាសនាយើងកាលពីព្រះអង្គត្រាស់ដឹងឡើងដំបូងនឹងអត់ទាន់មានទីកន្លែងអីសម្រាប់ស្នាក់នៅដល់ព្រះសង្ឃគ្រប់ព្រះអង្គទេ